រឿងកូនចាំផ្ទះម្នាក់ឯងមានបំណងអប់រំដល់ប្អូនៗកុមារឲ្យមានចិត្តក្លាហានឧស្សាហ៍ព្យាយាមជាងនេះទៅទៀតរឿងនេះជួយឲ្យប្អូនចេះតាំងចិត្តនិងចេះសម្រេចចិត្តក្នុងការដោះស្រាយបញ្ហានៅពេលដែលយើងកំពុងតែនៅម្នាក់ឯងក្មេងប្រុសនៅក្នុងរឿងនេះមានឈ្មោះថាចែមនេះជាលើកទី1ហើយដែលចែមនៅផ្ទះតែម្នាក់ឯងពុកនិងម៉ែរបស់ចែមមិនដែលចាក់ចេញពីផ្ទះហើយទុកកូននៅម្នាក់ឯងដូចនេះទេប៉ុន្តែម្ដងនេះពួកគាត់មានការជាបន្ទាន់ដោយជីដូនរបស់ចែមមានជំងឺជាទម្ងន់នៅឯស្រុកជាថ្ងៃដែលចែមត្រៀមប្រឡងទៅទៀតដូចនេះពួកគាត់ត្រូវតែបង្ខំចិត្តឲ្យចែមនៅផ្ទះតែម្នាក់ឯងមួយយប់សិននៅផ្ទះម្នាក់ឯងខុសប្លែកពីពេលដែលចែមនៅជាមួយនឹងឪពុកម្ដាយចែមមើលមេរៀនត្រៀមប្រឡងនាពេលព្រឹករហូតដល់ចេះចាំទាំងអស់ចែមមានអារម្មណ៍ល្វើយណាស់តែគេត្រូវធ្វើម្ហូបលាងចានរៀបចំផ្ទះទៀតចែមមិនហ៊ានសម្រាកនោះទេព្រោះខ្លាចពុកម៉ែមកវិញបន្ទោសបន្ទាប់ពីអាហារពេលល្ងាចរួចមេឃងងឹតទៅហើយចែមមានអារម្មណ៍ខ្លាចណាស់តែបំណាច់ដែលគេប្រាប់ពុកនិងម៉ែថាគេអាចនៅផ្ទះម្នាក់ឯងបានគេក៏បានគិតថាយប់នេះអញគួរអុជចង្កៀងបំភ្លឺទល់ភ្លឺព្រោះអញខ្លាចណាស់ចែមក៏ចូលក្នុងមុងដេកដោយមិនពន្លត់ចង្កៀងចែមដេកមិនលក់សោះព្រោះគេមិនទម្លាប់មានពន្លឺចង្កៀងបន្ទាប់មកវាក៏ពន្លត់ចង្កៀងភ្លឹបភាពងងឹតធ្វើឲ្យចែមកាន់តែខ្លាចគេងាករកទ្វារងាករកបងអួចឃើញស្រមោលដើមឈើបក់រវិចចែមភ័យណាស់ចែមសួរខ្លួនឯងថាតើអញគួរធ្វើដូចម្ដេចមិនបានទេអញត្រូវតែក្លាហានឡើងនោះគ្រាន់តែជាស្រមោលដើមឈើប៉ុណ្ណោះបន្ទាប់ពីចែមតាំងចិត្តជាអ្នកក្លាហានរួចហើយគេក៏សំងំដេកទៅកំពុងតែលង់លក់នាពេលកណ្ដាលអាធ្រាត្រចែមភ្ញាក់ព្រឺតព្រោះឮសំឡេងមាន់សាច់នៅក្នុងទ្រុងចែមនិយាយតិចថាអូអញភ្លេចចាក់សោទ្រង់មាន់វីវ៉ូហើយបើពុកម៉ែដឹងបន្ទោសអញស្លាប់ហើយចែមអុជចង្កៀងចុះទៅក្រោមជាមួយនឹងសោដើម្បីចាក់ទ្រង់មាន់ដើរជិតដល់ទ្រង់មាន់គេក៏ឮសំឡេងបរិះពីរនាក់នៅក្នុងទ្រុងចែមក៏ពន្លត់ចង្កៀងភ្លឹបបរិះទាំងពីរកំពុងបំភ្លឺកូនពិលលួចចាប់មាន់ចែមឃើញនៅនោះគិតថាអញគួរធ្វើយ៉ាងណាទៅបើអញស្រែកចោលនេះនឹងរត់បាត់ចែមឃើញទ្រង់មាន់ចំហគេក៏ដើរលបទាញទ្វារយឺតដើម្បីចាក់សោក្នុងបំណងឲ្យចោលទាំងពីរជាប់ក្នុងទ្រង់មាន់នោះចែមភ័យណាស់គេក៏តាំងចិត្តអញត្រូវតែក្លាហានចែមចាក់សោហើយក៏រត់មកក្រៅស្រែកខ្លាំងជួយផងចោលលួចមាន់ជួយផងចោលអ្នកចិត្តខាងលើដូច្នោះក៏នាំគ្នារត់មកស្រួលខ្លះកាន់ដំបងខ្លះកាន់កាំបិតខ្លះកាន់ពូថៅដើម្បីជួយចែមចោលទាំងពីរដែលនៅក្នុងទ្រុងមាន់ឮសំឡេងរបស់ចែមស្រែកភ័យណាស់ខំស្ទុះរត់ចេញមកក្រៅតែឥតប្រយោជន៍ឡើយព្រោះទ្វារជាប់សោយ៉ាងមាំអ្នកភូមិព្រមទាំងលោកមេភូមិផងដែរបានចាប់ចោលនោះយកទៅទទួលទោសតាមច្បាប់ពួកគាត់សប្បាយចិត្តណាស់ព្រោះគាត់តាមរកមុខសញ្ញាចោលនេះយូរណាស់មកហើយតែចាប់មិនដែលបានសោះលោកមេភូមិសរសើរចែមថាក្មួយពិតជាឆ្លាតហើយក្លាហានណាស់ស្អែកឡើងចែមបានក្រោកពីព្រលឹមដើម្បីរំលឹកមេរៀនមុនពេលទៅសាលាការប្រឡងមកដល់ចែមបានសរសេរចម្លើយយ៉ាងល្អគ្រប់សំណួរទាំងអស់ពេលចែមត្រឡប់មកផ្ទះវិញក៏ឃើញពុកនិងម៉ែនិងអ្នកភូមិជុំគ្នាចែមសប្បាយចិត្តណាស់ហើយនិយាយទៅកាន់ពុកម៉ែវាថាថ្ងៃនេះកូនប្រឡងបានពិន្ទុល្អណាស់រឿងកូនចាំផ្ទះម្នាក់ឯងជារឿងនិទានខ្មែរអប់រំខ្លីគឺជារឿងដែលមានអត្ថន័យដ៏ល្អសម្រាប់ក្មេងៗទាំងអស់គ្នា